បាទសួស្តីអ្នកនរខ្ញុំសុជាតិជានៅក្នុងវីដេអូនេះគឺជាវីដេអូទី1ទាក់ទងទៅនឹង course Power Query នៅក្នុងវីដេអូនេះខ្ញុំនឹងពន្យល់អ្នកនរគ្នាត្រួសពីផ្ទាំង Power Query ហើយនឹងមុខងារដែលអ្នកនរគ្នាអាចប្រើឬក៏ scenario ដែលអ្នកនរគ្នាអាចប្រើជាមួយនឹង Power Query វីដេអូនេះខ្ញុំធ្វើជារបៀប online class ទេឬក៏ជាប្រភេទវីដេអូមួយដែលខ្ញុំអត់សូវកាត់ច្រើនទេដោយសារខ្ញុំចង់ធ្វើវីដេអូឲ្យបានច្រើនហើយផ្ដល់ចំណេះដឹងបន្ថែមចែកម្លែកចំណេះដឹងបន្ថែមទៀតដល់អ្នកទាំងអស់គ្នាជាងដំបូងបំផុតយើងត្រូវដឹងថាអ្វីទៅគឺជា Power Query Power Query វាហាក់ដូចទៅជា tool មួយវាជា editor មួយនៅក្នុងកម្មវិធី Excel ស្រាប់ចាប់ពីឆ្នាំ2016មកចឹង tool ហ្នឹងវាជួយសម្រួលការងារប្រចាំថ្ងៃរបស់អ្នកធ្វើការជាមួយនឹង Excel ជាពិសេសគឺអ្នកធ្វើរបាយការណ៍ហ្នឹងតែម្ដងធម្មតាដើម្បីដែលយើងធ្វើរបាយការណ៍យើងចង់ join data បានច្រើនយើងព្យាយាម transform data ហ្នឹងយើង clean data ហ្នឹងចឹងរឿងទាំងអស់ហ្នឹងយើងអត់ចង់ធ្វើដដែលទេចឹងនៅក្នុងហ្នឹងយើងអាចប្រើ Power Query ដើម្បីធ្វើការសម្រួលនិងដោះស្រាយបញ្ហាទាំងអស់ហ្នឹងបាទចឹងដើម្បីចូលទៅក្នុង Power Query ឥឡូវខ្ញុំចូលនៅក្នុង file Excel ស្រាប់ខ្ញុំគ្រាន់តែចូលទៅកន្លែង data ខ្ញុំចូលកន្លែង get data ហើយនៅខាងក្រោមយើងមាន launch Power Query editor ធម្មតានៅពេលដែលអ្នកទាំងអស់នេះបើក Power Query មកជាមួយនឹង file Excel ថ្មីហ្មងគឺអត់មានឃើញអីទាំងអស់អូខេអញ្ចឹងជាទូទៅយើងត្រូវតែធ្វើការ add source ទៅក្នុង Power Query សិនចឹងនៅលើនេះយើងមាន new source មានយក file ខ្ញុំយក Excel file បើសិនជាអ្នកទាំងអស់នេះសង្កេតមើលនៅក្នុងនេះហើយយើងមានប្រភេទ file ជាច្រើនដែលយើងអាចធ្វើការ import ចូលទៅក្នុង Power Query បាននិយាយស្រួលស្ដាប់ទៅ Power Query វាជា tool មួយដែលប្រើនៅក្នុងការ join data ច្រើនចូលគ្នាឬក៏ទាញ file ពីកន្លែងផ្សេងៗគ្នាមកច្របាច់ចូលក្នុងកន្លែងតែមួយហើយយើងធ្វើការ transform data ហ្នឹងដើម្បីខ្លាចទៅជា report សម្រាប់មួយដោយសារតែ course នេះគឺខ្ញុំអត់បង្កើតមកសម្រាប់ជាលក្ខណៈ basic សុទ្ធទេចឹងអ្នកទាំងអស់គ្នាត្រូវការ fundamental ឬក៏ at least អ្នកទាំងអស់គ្នាយល់ពី Excel មួយចំនួនដើម្បីធ្វើការ catch up ជាមួយនឹងវគ្គមួយនេះចឹងឥឡូវយើងធ្វើការ click ទៅលើ Excel workbook សិនតមកនៅក្នុង computer ខ្ញុំមាន file ដែលខ្ញុំ store ទុកក្នុង document ខ្ញុំមាន file មួយគឺជា file transaction របស់ fact transaction ទេនៅពេលដែលអ្នកទាំងនេះចុចធ្វើការ import file ចូលមកក្នុង Power Query ដំបូងវាត្រូវចូលទៅកន្លែង navigator សិននៅពេលដែលខ្ញុំ select file មួយនេះឈ្មោះ camera map transaction October 2025.hlsh វាជា file ប្រភេទ Excel ចឹងនៅក្នុង file នេះគឺមាន sheet មួយឈ្មោះថា camera map transaction ចឹងកន្លែងនេះគឺអ្នកទាំងអស់គ្នាអាចសម្គាល់មើលថាវាជា table ឬក៏វាជា sheet ហ្នឹង sheet វាចេញសញ្ញាកលាបែបនេះ table វាចេញរូបមួយទៀតខ្ញុំនឹងបញ្យល់អ្នកទាំងអស់គ្នានៅវីដេអូទៀតពេលដែលអ្នកទាំងអស់គ្នាចុចទៅលើ table នេះវានឹង preview នេះតែបង្ហាញវាជាលក្ខ preview ឲ្យយើងឃើញសិនថាតើនៅក្នុងនោះវាមានអីខ្លះប៉ុន្តែការ preview ហ្នឹងគឺយើង preview បានតែ100 roll max គឺ100 roll ទេជាអាចមើលបានច្រើនជាងហ្នឹងហើយអូខេខ្ញុំគ្រាន់តែចុចអូខេនៅពេលដែលយើងបើក Power Query ហើយយើងមាន table នៅក្នុងហ្នឹងអ្វីដែលអ្នកទាំងអស់គ្នាឃើញនៅលើផ្ទាំង interface មួយនេះគឺយើងមានទី1យើងមាន ribbon គឺអត់ខុសអីពី ribbon នៅខាងក្រៅទេគឺវាប្រមូលផ្ដុំទៅដោយ command សម្រាប់ធ្វើការបញ្ជាទៅលើ operation ទាំងមូលខុសគ្នាពី ribbon នៅខាងមុខខុសគ្នាពី sheet ឬក៏ working area នៅខាងមុខគឺយើងអាចធ្វើការប៉ះឬក៏ change directly ដោយផ្ទាល់ជាមួយនឹងទិន្នន័យលើនឹងបានទេគឺយើងត្រូវតែប្រើ operation ណាមួយប្រើ command ណាមួយដើម្បីធ្វើការបញ្ជា Power Query ដើម្បីធ្វើការ make change នៅលើណាចាឥឡូវខ្ញុំនិយាយពីផ្ទាំង interface តទៅនឹង ribbon ឥឡូវនៅខាងឆ្វេងដៃយើងមាន table នៅខាងឆ្វេងដៃនេះវាជាកន្លែងដែលបង្ហាញ table ទាំងអស់ក្នុងឧទាហរណ៍នេះខ្ញុំមាន table តាមមួយកន្លែងមាន table តែមួយហើយតែខ្ញុំអាចយក table នឹងធ្វើបានអីខ្លះទៅពេលដែលខ្ញុំ select table ហ្នឹងវាបង្ហាញ preview ខុសពីនៅខាងក្រៅឬក៏នៅខាងមុខនេះគឺយើងមានអក្សរអង់គ្លេសនិងលេខនៅក្នុង Power Query ដាច់ខាតគ្រប់ column យើងទាំងអស់ត្រូវតែមានឈ្មោះវានឹងចាប់យកអូតូបើសិនជាវាអត់ចាប់យកអូតូទេក៏យើងត្រូវធ្វើការ assign roll ណាមួយជាក្បាល column ដែរប៉ុន្តែនៅខាងឆ្វេងគឺយើងមាន roll number ដូចធម្មតាចាប់ដើមពីលេខ1តែខាងលើយើងអត់មានអក្សរអង់គ្លេសទេចឹងព័ត៌មានទាំងអស់នេះគឺជាព័ត៌មានដែលខ្ញុំទាញយកពី file មិញណាចឹងនេះជាលក្ខណៈងាយស្រួលមួយនៅពេលដែលខ្ញុំត្រូវការធ្វើការជាមួយនឹង file Excel ច្រើន
គឺខ្ញុំអាចធ្វើការទាញយក file Excel ហ្នឹងយកមកប្រើដោយអត់ចាំបាច់ធ្វើការចូលទៅកាន់ copy file ហ្នឹងហើយយកមកដាក់នៅក្នុង Excel មួយនេះឯងលក្ខណៈងាយស្រួលនេះអាចអនុញ្ញាតឲ្យខ្ញុំធ្វើការធ្វើ report ដដែលៗ automatically ជាមួយនឹងកម្មវិធី Excel បាទឥឡូវខ្ញុំជួយ refresh ដោយសារនៅក្នុងរបាមួយនេះវាទាមទារខ្ញុំធ្វើការជួយ refresh ហើយនៅកណ្ដាលនេះគឺជាផ្ទាំង preview ដោយដែលខ្ញុំបានលើកឡើងមិញហ្នឹងអញ្ចឹងហើយនៅខាងគៀននេះគឺយើងមាន apply step គឺជាជំហានមួយដែលយើងបានបញ្ជាទៅឲ្យ Power Query ធ្វើតែថាតែ Power Query វាហាក់ដូចជារោងចក្រមួយអញ្ចឹងវាមាន process step 1 step 2 step 3ឧទាហរណ៍ថាខ្ញុំមានរោងចក្រក្នុងការផលិតទឹកសុទ្ធមួយចុះអញ្ចឹងខ្ញុំត្រូវទាញយកចាក់ទឹកសុទ្ធចូលទៅក្នុងស៊ីឡាំងបន្ទាប់មកខ្ញុំយកទឹកសុទ្ធហ្នឹងទៅចម្រោះបន្ទាប់មកខ្ញុំយកទឹកសុទ្ធទៅច្រកដបហើយខ្ញុំធ្វើការវេចខ្ចប់ហើយបញ្ចេញជាផលិតផលសម្រាប់ដូចគ្នានៅក្នុង Power Query វាធ្វើការដូចគ្នាគឺខ្ញុំទាញទិន្នន័យចូលខ្ញុំធ្វើការរៀបចំទិន្នន័យស្អាតតោះមកខ្ញុំយកទិន្នន័យទៅបង្ហាញអូខេអញ្ចឹងបើសិនជាអ្នកទាំងគ្នាមើលទៅលើ step នេះដំបូងបំផុតគឺខ្ញុំទៅ select source ខ្ញុំអាចមើលពីប្រតិបត្តិការរបស់ខ្ញុំនៅខាងលើនេះបានវាជា code គេហៅថា M code របស់ Power Query អ្នកទាំងគ្នាក៏អត់ចាំបាច់ចេះ code ទាំងអស់ហ្នឹងដែរពីព្រោះដូចអ្នកទាំងអស់គ្នាឃើញមិនអញ្ចឹងគឺខ្ញុំគ្រាន់តែធ្វើការ click គឺខ្ញុំទទួលបាន result បែបនេះតែធៀបពិតទៅ behind the scene របស់កម្មវិធី Excel គឺ Excel ដំបូងត្រូវទៅរក source ទៅ access ចូលទៅក្នុង source file មួយនេះនៅក្នុងតរៃ C user សជាតិ document ហើយបាន select យក file មួយនេះបន្ទាប់មក Excel ធ្វើការ Power Query ធ្វើការ access ចូលទៅកាន់ sheet មួយដែលមានឈ្មោះថា Camera Mart Transaction October 2020នៅពេលដែល Excel បើក file នេះហើយអ្នកទាំងអស់គ្នាឃើញនៅខាងលើគឺវាអត់ទាន់ចាប់បានជា column name ទេអញ្ចឹងវាចេញ column 1 column 2 column 3បន្ទាប់មកបាន Power Query ធ្វើការ promote header អញ្ចឹងអ្នកទាំងអស់គ្នាមើលនៅជួរទី1នេះតែបិទជួរទី1នេះគឺជា header ប៉ុន្តែដំបូងបំផុត Excel អាចធ្វើការ convert ព័ត៌មានទាំងអស់ហ្នឹងទៅជា header របស់ column មកទេអញ្ចឹងយើងត្រូវការធ្វើការ promote header ហ្នឹងសិនតែពេលដែល promote header ហើយបើសិនជាតួលេខហ្នឹងវាជាប្រភេទលេខពេលខ្លះ Excel automatically convert អាហ្នឹងជាលេខហើយបើសិនជាវាទេតិចវានឹង convert ជាតិចក្នុងករណីនេះវាអត់ទាន់ស្គាល់ទេអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាទាញ file ចូលទៅក្នុង Power Query ហើយវាអត់ទាន់ស្គាល់គឺវានឹង load ចេញជាលេខ ABC និង1 2 3មានន័យថាវាអត់ទាន់ define បានទេថាតើព័ត៌មាននៅក្នុង column ហ្នឹងវាជាប្រភេទព័ត៌មានអីតោះមកបានវា change type ដូចនៅឃើញហ្នឹងគឺនៅពេលដែល Power Query ធ្វើការ change type automatically គឺវាបាន change transcendent ដែលជាព័ត៌មានថ្ងៃខែឲ្យទៅជា date time format invoice ដោយសារតែមានលាយអក្សរជាមួយនឹងលេខវា convert automatic ទៅជា text product ដូចគ្នា product name ដូចគ្នា quantity ដោយសារតែ quantity យើងមិនមែនជាប្រភេទគេហៅថា float number ឬក៏លេខមានក្បៀសអញ្ចឹងវា convert ទៅជា full number ឬ whole number លេខទាំងមូលបើថា1មិនមែន 1.1 គឺ1 2 3អញ្ចឹងទៅហើយសញ្ញាសម្គាល់លេខគត់ហ្នឹងគឺយើងមាន1 2 3ខុសគ្នាអ្នកនរគ្នាមើលឡើង unit price គឺជាតម្លៃនៅក្នុង1ឯកតា1 unit អញ្ចឹងតម្លៃក្នុង1 unit ចង់មិនចង់វាប្រកាសជាមានក្បៀសហើយអញ្ចឹងនៅក្នុងនេះគឺ automatically គឺ Excel គឺ Power Query ធ្វើការ assign តម្លៃមួយនេះចូលទៅក្នុងទូរស័ព្ទបន្ទាប់មកខ្ញុំមានកន្លែងមួយទៀតគឺ total amount ដែលនៅពេលដែលយើងធ្វើការគុណទៅធម្មតាវាតែងតែចេញជាទូរស័ព្ទហើយអញ្ចឹង Power Query ក៏ចាប់យកចំណុចនេះចេញជាលេខទូរស័ព្ទដែរអញ្ចឹងអ្នកនរគ្នាមើលគឺ whole number គឺគេមានលេខ1លេខ2លេខ3ចំណែកលេខដែលមានក្បៀសគឺវាចេញ 1.2 អូខេឥឡូវខ្ញុំបានតែប៉ុណ្្នឹងសិនឥឡូវយើងអត់ទាន់ធ្វើអីទាំងអស់យើងទៅនិយាយអំពីការ load data ហ្នឹងអញ្ចឹងអំបញ្ញមិញខ្ញុំគ្រាន់តែទាញ data ចូលតោះមកខ្ញុំមិនទាន់ធ្វើអីទាំងអស់ Excel ធ្វើខ្ញុំទាំងអស់បន្ទាប់មកតើខ្ញុំត្រូវ define ថាខ្ញុំចង់ load data ហ្នឹងជាប្រភេទ data អីអ្នកទាំងគ្នាឡើងមកលើមកវាមានកន្លែង close and load មកយើងយកកន្លែង close and load to នៅក្នុងនេះយើងអាចជ្រើសជម្រើសបានគឺទី1ខ្ញុំអាច load ជា table ខ្ញុំអាច load ជា pivot table report បើសិនជាអ្នកធ្លាប់ស្គាល់វាជាប្រភេទ drag drop ដែលអ្នកទាំងគ្នាអាចធ្វើការ summary data បានយើងមាន pivot chart និងចុងក្រោយ only connection មានន័យថាខ្ញុំមិនចង់ឲ្យវាបង្ហាញនៅលើ file Excel មួយនេះទេខ្ញុំគ្រាន់តែចង់ឲ្យវាជា connection មួយសម្រាប់ប្រើពេលក្រោយទៀតឧទាហរណ៍ថាខ្ញុំចង់បានព័ត៌មានអីខ្ញុំអាចទាញយកពីហ្នឹងចឹងនៅឧទាហរណ៍នេះខ្ញុំនឹងយក table ទៅពេលនេះអូខេចឹងព័ត៌មានមិញហ្នឹងវានឹង load មកក្នុង file Excel ថ្មីមួយនេះជាប្រភេទ table
យើងអាចសម្គាល់មើលបានគឺវាមាន table design ដែលមានឈ្មោះ table តមកយើងមាន query ចឹងវាបង្ហាញពីព័ត៌មានថា table មួយនេះជា table ដែលយើងទាញពី query ហើយបើសិនជាយើងចង់ចុច edit អ្នកទាំងអស់គ្នាគ្រាន់តែចុចលើពាក្យថា edit អ្នកមាននឹងត្រឡប់មកកាន់ file មួយនេះឥឡូវឧទាហរណ៍ថាខ្ញុំនឹងធ្វើរឿងមួយនៅលើ file មួយនៅលើព័ត៌មានមួយនេះដោយសារតែ total amount ខ្ញុំអត់ចង់ឲ្យវាបង្ហាញជាក្បៀសទេអញ្ចឹងខ្ញុំធ្វើការ change convert លេខទូរស័ព្ទនេះឲ្យទៅជាលេខគត់ខ្ញុំគាត់ចុចលេខកន្លែងលេខ1.2បន្ទាប់មកខ្ញុំចុច whole number អញ្ចឹងមុនខ្ញុំចុចខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាសិននៅក្នុង option នេះខ្ញុំអាច convert ទៅជាលេខទូរស័ព្ទ currency យ៉ាងជាលុយយ៉ាងអាច convert ជា whole number percentage that time time zone duration តិចឬក៏ boolean លក្ខណៈ true or false binary ប៉ុន្តែអត់ទេឥឡូវខ្ញុំសុំយកជា whole number សិនអូខេឥឡូវវាគ្រាន់តែជាផ្ទាំងមួយគាត់ load សួរថាតើខ្ញុំចង់ change មកខ្ញុំហ្នឹងចង់ replace អា current step ហ្នឹងឬក៏ខ្ញុំចង់ add new step ដើម្បី show អ្នកទាំងអស់គ្នាបានខ្ញុំ select យក add new step ជាវានឹងបន្ថែមជំហានមួយទៀតនៅខាងក្រោមនេះខ្ញុំចុចពាក្យថា add new step ចឹងអ្នកនរនេះឃើញគឺវា automatically វាបង្កើតជា change type មួយនេះគឺជា step ដែលខ្ញុំបាន perform ហើយលេខរបស់ខ្ញុំឥឡូវហ្នឹងបានបដូរពីលេខទូរស័ព្ទទៅជាលេខគត់ទាំងអស់អូខេឥឡូវខ្ញុំចុចពាក្យថាខ្ញុំបាច់ចុចកន្លែង close and load នេះនៅលើនេះយើងគាត់ចុច close and load automatic លេខហ្នឹងនឹងធ្វើការប្រែប្រួល automatic ចឹងនេះគឺជាអត្ថប្រយោជន៍មួយដែលងាយស្រួលនៅពេលដែលខ្ញុំចង់ធ្វើការ change data ដូចអ្នកទាំងអស់គ្នាឃើញហ្នឹងគឺនៅពេលដែលខ្ញុំ change ទៅនៅលើនេះទៅនៃដើមរបស់ខ្ញុំគឺនៅរក្សាត្រង់ទ្រាយដើមដដែលស្អាតដដែលអញ្ចឹងខ្ញុំអត់ប្រមាថធ្វើការបារម្ភអីទាំងអស់អញ្ចឹងក្នុងវីដេអូនេះអ្នកនរគ្នាគ្រាន់តែបានយល់ទូទៅថា Power Query គេធ្វើអីឥឡូវយើងធ្វើបាននេះគ្នាអូខេខ្ញុំគាត់បង្ហាញអ្នកទាំងអស់គ្នាពីរបៀបក្នុងការ import file Excel ទូចមួយចូលមកក្នុងកម្មវិធី Excel បន្តមកចូលក្នុង Power Query ហើយយើង load ទៅនៃមួយឥឡូវខ្ញុំ show អ្នកទាំងអស់គ្នាមួយទៀតគឺខ្ញុំនឹង load data នេះទៅជា pivot table ចឹងអ្នកទាំងអស់គ្នាគ្រាន់តែចុចមកស្ដាប់បន្តមកចុចកន្លែង load to ហើយចុចយក pivot table report ចុចពីតាអូខេអញ្ចឹងសំណួរនេះគ្រាន់តែសួរខ្ញុំថាតើអ្នកទាំងអស់គ្នាចង់ convert table មួយនេះទៅជា pivot table ដែរឬអត់ខ្ញុំចុចអូខេដោយសារខ្ញុំមិនចង់បាន table ហ្នឹងនៅពេលដែលខ្ញុំ convert វាជា pivot table ខ្ញុំអាចធ្វើប្រហែលភាគនៅលើហ្នឹងបាទអូខេឧទាហរណ៍ខ្ញុំចុច product name តោះមកខ្ញុំចុច total amount អញ្ចឹងខ្ញុំនឹងបាន column 2គឺទី1គឺ product name បន្តមកគឺ summary ការលក់ sum total amount របស់ product មួយដូចគ្នាបើសិនជាខ្ញុំចង់គ្រាន់តែ convert វាទៅជា connection នេះគ្រាន់តែចុចទៅលើនេះមកអូខេឬក៏អ្នកនេះអាចរកនៅលើនេះបាន data តោះនេះ query and connection ចុច right click ចុច load to តមកខ្ញុំចុច only create connection ចុចអូខេជាងវានឹងធ្វើការលុប pivot table នេះចោលហើយគ្រាន់តែ create ជា connection ហ្នឹងមួយមានន័យថាខ្ញុំបាន link file ហ្នឹងចូលមកក្នុង file មួយនេះហើយចឹងខ្ញុំចង់ប្រើពេលណាក៏បានដែរអូខេនៅក្នុងវីដេអូបន្ទាប់ខ្ញុំនឹងបញ្យល់អ្នកនរគ្នាពីរបៀបក្នុងការទាញ file ដែលមានភាពស្តៀងដូចគ្នាតែច្រើននៅក្នុង folder តែមួយចូលមកក្នុង Power Query ដើម្បីយើងធ្វើការ append ហើយខ្ញុំនឹងបញ្យល់អ្នកនរគ្នាថាហេតុអីបើយើងធ្វើចឹងអរគុណសម្រាប់ការតាមដានវីដេអូមួយនេះកុំភ្លេចមើលវីដេអូបន្តរបស់ខ្ញុំ